តើណាទៅណាឌីសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទៀតហើយបាទថ្ងៃនេះគឺទៅដើរលេងនៅឡាទេហើយអ្នកគ្នាបាទហើយទៅវគ្គនេះគឺមានលក្ខណៈប្លែកពីវគ្គមុនដោយសារតែយើងយកម៉ូតូទៅហ្នឹងនេះបាទរងធ្លាប់តែឃើញខ្ញុំនឹងជិះទូកបាទឆ្លងទៅទូកបាទបានយកម៉ូតូទៅឥឡូវនេះខ្ញុំបានយកម៉ូតូបាទឆ្លងទៅកាន់ប្រទេសឡាវដែរអ្នកគ្នាហើយការទៅដើរលេងនៅឡាវនេះអត់មានកម្រងអត់មានអីទេអ្នកគ្នាបាទនឹកឃើញចង់ទៅដើរលេងក៏ដើរតែម្ដងដោយសារតែហ្នឹងយើងទៅនេះហើយក៏ចង់ជិះម៉ូតូជិះអីដើរលេងណាអ្នកគ្នាបាទហើយណាមួយចង់ឆ្លងម៉ូតូទៅដើម្បីជិះមើលទេសភាពក្នុងប្រទេសឡាវបាទមើលវាលស្រែមើលទិដ្ឋភាពក្នុងទឹកដីគេអញ្ចឹងណាតើមានលក្ខណៈខុសប្លែកពីប្រទេសយើងមិនដែរហើយការធ្វើដំណើរថ្ងៃនេះផងដែរគឺទៅគ្នាចំនួន3នាក់បាទមានខ្ញុំគ្រូយុននិងសានីហើយការធ្វើដំណើរមកថ្ងៃនេះផងដែរគឺយើងឆ្លងពីកំពង់ចន្លងភូមិកំពង់ស្កែបាទមកកាន់ទឹកដីប្រទេសឡាវអញ្ចឹងក៏ដល់របស់យើងថ្ងៃនេះគឺធ្វើដំណើរទៅកាន់ភូមិណាឌីអ្នកនរគ្នាបាទហើយនេះគឺជាទិដ្ឋភាពតាមដងផ្លូវដែលយើងធ្វើដំណើរទៅហើយការធ្វើដំណើរនេះគឺផ្លូវរៀងពិបាកបន្តិចអ្នកនរគ្នាដោយសារតែមានក្រឡុកមានអីចឹងណាទៀតយើងនឹងតែណាយើងនឹងបន្តទៅណាឌីឥឡូវជប់ចាំគ្នាសិននឹងណាទេមួយទៀតបដៅម៉ូតូដល់ភាសាសេនីអត់ទាន់មកដល់ឥឡូវមកចោលជីមកមុនមិនមែនមកចោលជីមកមុនសេនីឥឡូវម៉ូតូដល់ស្រេកទឹកហ៎តែឥឡូវមកទិញអីផឹកតិចសិននំមួយខ្លះយើងឥឡូវនេះយើងមកដល់តូបមួយដែលមានលក់អីវ៉ាន់យើងទិញអីហូបនេះទិញទឹកនេះទឹកស្អីគេហៅទឹកស្អីហ្នឹងដែរអូខេសួស្តីអ្នកនរគ្នាឥឡូវនេះយើងបានមកដល់ណាឌីហើយឥឡូវយើងកំពុងទៅរកទិញអីផឹកបន្តិចសិនដោយសារជិះម៉ូតូមិញរៀងស្រេកទឹកទៅរកទិញអីផឹកតិចសិនហើយឥឡូវនេះលោកគ្រូយិនគាត់ក៏កំងភេសជ្ជៈដើម្បីផឹកបាទចំណែកឯខ្ញុំនេះក៏កំង Pepsi ផឹកដែរដើម្បីឲ្យមានកម្លាំងដែលធ្វើដំណើរទៅមុខបន្តទៀតអញ្ចឹងណាដោយសារតែយើងនៅចាំសេនីដោយសារយើងជិះមកមុនបាទសេនីគាត់ជិះមកតាមក្រោយអញ្ចឹងយើងមកដល់គោលដៅមុនក៏អង្គុយបាទកំងភេសជ្ជៈនឹងចាំសេនីឲ្យបានមកជុំគ្នាយើងក៏ធ្វើដំណើរបន្តទៅមុខទៀតហើយនេះគឺជាទិដ្ឋភាពផ្សារនៅក្នុងភូមិណាឌីអ្នកនរបាទយើងក៏បានចូលទៅក្នុងផ្សារគេទេដោយសារតែយើងប្រញាប់ជាបន្តបន្តទៅទៀតអញ្ចឹងណាបាទយើងបានថតនៅខាងក្រៅឲ្យបងប្អូនទាំងនេះបានទស្សនាប៉ុណ្ណឹងហើយបន្ទាប់ពីយើងបានទស្សនានៅផ្សារគេយើងក៏បានធ្វើដំណើរមកបន្តទៀតបាទហើយក៏ឃ្លានបាយអញ្ចឹងណាដោយសារតែយើងជិះមករៀងយូរដែរក៏ឃ្លានបាយចូលទៅកំងកាទៀវបាទមានកាទៀវមានបុកមីអញ្ចឹងណាបាទដើម្បីធ្វើការញ៉ាំបាយថ្ងៃត្រង់អ្នកគ្នាចាំជឿហើយមកកាត់ដែរបន្ទាប់ពីយើងបានញ៉ាំកាទៀវរួចរាល់ហើយយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតបាទគឺទៅមើលភូមិបន្ទាប់ទៀតគឺដឹងភូមិអីទេអ្នកនេះបាទគឺយើងជិះដំណើរទៅមុខទៀតណាដើម្បីដឹងអំពីភូមិបាទស្រុកគេនៅនឹងបាទកន្លែងទីស្នាក់ការរបស់ឡាវចាំមើលផ្លូវណាយើងអត់ហ៊ានទៅមុខខ្លាចខាងតម្រួតគេចាប់អញ្ចឹងញ៉ាំតបទៅវិញត្រឡប់ទៅវិញណាយើងបាទដោយសារតែយើងបន្តដំណើរមកពីកន្លែងហូបអីមិញណាគឺមកដល់ស្ពាននេះគឺរៀងឆ្ងាយដែរអ្នកហើយយើងមិនបានធ្វើដំណើរទៅមុខទៀតទេដោយសារយើងខ្លាចអញ្ចឹងណាដោយសារតែយើងមកយកម៉ូតូខ្មែរមកហើយយើងអត់មានលិខិតអីត្រឹមត្រូវបាទយើងបង្ការនៅហានិភ័យដែរអញ្ចឹងយើងក៏សម្រេចចិត្តត្រឡប់មកក្រោយវិញនេះគឺជាទិដ្ឋភាពវត្តនៅក្នុងប្រទេសឡាវយ៉ាអញ្ចឹងយើងបកក្រោយវិញចូលមកក្នុងវត្តក្រោយត្រៃសុខអស់លេងលេអឡត់ឥឡូវព្រមទៅណាទៀតឥឡូវព្រមទៅវិញព្រមទៅកន្លែងវិញទៅផ្ទះវិញណាទៅផ្ទះវិញអស់ហើយនៅអីទៀតសួស្តីអ្នកទាំងអស់គ្នាខ្ញុំកំពុងនៅវាលស្រែក្នុងប្រទេសឡាវឥឡូវនេះខ្ញុំកំពុងតែដើរមកខ្ទមបាទដើម្បីហូបអីតិចតួចអញ្ចឹងណាបាទហើយមើលទេសភាពបាទទេសភាពនៅក្នុងទឹកដីឡាវហើយពេលដែលយើងធ្វើដំណើរត្រឡប់មកវិញយើងក៏បានកលេចទៅឃើញវាលស្រែមួយមានទេសភាពស្អាតហើយមានខ្ទមស្រែនៅកណ្ដាលស្រែអញ្ចឹងណាអ្នកគ្នាបាទយើងក៏មានកំណត់មួយថាចង់ទិញអីទៅអង្គុយហូបនៅកន្លែងហ្នឹងបាទអង្គុយសម្រាប់លេងមើលទេសភាពបាទថតរូបភាពក៏ដូចជាវីដេអូស្អាតៗចែកជូនបងប្អូនទស្សនាអញ្ចឹងណាអស់ដល់
tôm sài từ chế sườn mà ស្រួល7ច្រើនទៀតណាតាមបែម7 rồi ở xong rồi xong lít នឹងហើយបងប្អូនទាំងគ្នាសម្រាប់វីដេអូដំណើរកំសាន្តបាទនៅក្នុងប្រទេសឡាវហ្នឹងគឺមានប៉ុណ្្នឹងបាទហើយជាចុងក្រោយខ្ញុំបាទសូមសំណូមពរបងប្អូនទាំងគ្នាជួយទៅចុច Subscribe នៅក្នុង YouTube Channel ខ្ញុំម្នាក់មួយផងអ្នកទាំងគ្នាបាទដោយសារតែ YouTube របស់ខ្ញុំនឹងទៅបង្កើតថ្មីអញ្ចឹងណាអ្នកទាំងគ្នាបាទអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចជួយទៅ Subscribe ម្នាក់មួយផងហើយភ្លេចប្រាប់បងប្អូនមួយទៀតបាទឈ្មោះ YouTube របស់ខ្ញុំគឺ Mi Vlog អញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចចុចចូលទៅ Subscribe ម្នាក់មួយផងជួបខ្ញុំទៀតនៅវីដេអូក្រោយ